សំណាងឲ្យឡើងទៀតវាមិនអីយប់នេះប៉ូទុយហ្គាល់ប៉ះជាមួយនឹងដាណឺម៉ាកសម្រាប់ពូបើសិនពូព្យាករវិញណាបើសិនពូព្យាករវិញណាគូនេះអាចឈានដល់ម៉ោងថែម115 120នាទីគូនេះអាចស្មើគ្នាទៀតបានន័យថាក្នុងកំឡុងពេល90នាទីលទ្ធផលស្មើគ្នាហើយថែមដល់120នាទីដើម្បីកាត់សេចក្តីទៀតអត់ដល់ពេលនាទីទេគូនេះគឺស៊ីសង120នាទីមកពួកវាតានតឹងខ្លាំងណាស់យើងដឹងតែជើងទី1ប៉ូទុយហ្គាល់បរាជ័យចាញ់ដាណឺម៉ាកក្នុងទឹកដីរបស់ដាណឺម៉ាក 1-0 ហើយយើងឃើញមកគ្រាប់ថ្ងៃមុនសុទ្ធដោយ Rasmus Højlund សំខាន់ Højlund គាត់ celebration style zoo របស់ Cristiano ទៀតក៏ប៉ុន្តែ Ronaldo គាត់បាននិយាយថាអ្នកកតែបានសួរគាត់ថាតើបងមានអារម្មណ៍មិនដែរនៅពេលដែល Højlund ធ្វើ style zoo បែបបានថាបែបឌឺដងឬក៏បែបបានតែចំអកឲ្យគាត់ថានេះគឺជា style បែបគេថាបើគាត់និយាយទៅគឺវាទូលំទូលាយមិនថាតើអត្តពលិកបាល់ទាត់ឬក៏អត្តពលិកកីឡាផ្សេងៗទៀតគឺច្រើនតែធ្វើ style zoo របស់គាត់នៅក្នុងកំណងពេលដែលទទួលជាជំនាញក៏ប៉ុន្តែវាពិតជាមិនអាក្រក់ពេកទេដែលសម្រាប់ Højlund ព្រោះ Højlund គឺជា fan របស់គាត់ហើយ Højlund ក៏ធ្លាប់និយាយថាគាត់ធ្លាប់បានមើល Ronaldo តាំងតែពីគាត់មិនទាន់ប្រកបអាជីពនៅក្នុងក្លឹបធំដែរមុនពេលដែលគាត់ផ្លាស់មក Atalanta មក Manchester United អញ្ចឹងបានន័យថាការធ្វើ style of បែប zoo របស់ Cristiano នៅទឹកដីដាណឺម៉ាកវាមិនមែនជារឿងឌឺដងហើយក៏វាមិនមែនជារឿងផ្ចាញ់ផ្ចាលទៅកាន់ Cristiano ទេព្រោះគាត់និយាយថាគាត់បានន័យថាគាត់ស្រឡាញ់គាត់ទុក Ronaldo ដូចជា legend ដូចជា idol របស់គាត់ដល់សប្តាហ៍ហ្នឹងក៏ប៉ុន្តែការប្រកួតប្រជែងពេលខ្លះអាចនិយាយបានថាវាធ្វើអញ្ចឹងក៏គាត់តាក់ទាញម្យ៉ាងដែរវាជាការតាក់ទាញមួយផ្នែកដែរសម្រាប់សារព័ត៌មានពិភពលោកដែលមើលទៅគាត់ពិតជា aura មែនទែននៅចំពោះទស្សនិកជនដែលគេមើលតាក់ការ live តាមដានសម្រាប់ការប្រកួត UEFA Nations League ដែលក្រុមចុងក្រោយជើងទី1អញ្ចឹងយប់នេះ Ronaldo គាត់បានប្រាប់ខ្លួនឯងហើយប្រាប់teammate របស់គាត់ទាំងអស់ដូចគ្នាថាដាច់ខាតយប់នេះប៉ូទុយហ្គាល់គឺត្រូវទៅទម្លាក់ដាណឺម៉ាកឲ្យទាល់តែបានសម្រាប់ការប្រកួតវគ្គប្រកបក្រុមជើងទី2ពួក UEFA Nations League នេះគឺឈានដល់ការប្រកួតចុងក្រោយហើយគូផ្សេងទៀតពួកអត់ទាន់នឹងពិព័រណ៍រយៈទេក៏ប៉ុន្តែយើងលើកយកប៉ូទុយហ្គាល់ជាមួយនឹងដាណឺម៉ាកមកវិញសិនការប្រកួតក្នុងរយៈពេល90នាទីកាលពីជើងទី1តឹងខ្លាំងបានន័យថាដាណឺម៉ាកគឺការពារនឹងគឺការពារសឹងថាមិនឲ្យប៉ូទុយហ្គាល់មានគ្រាប់មែនដូចអ្វីដែលដាណឺម៉ាកធ្វើមែនជោគជ័យរបស់ដាណឺម៉ាកគឺបិទមិនឲ្យមានគ្រាប់មែនក៏ប៉ុន្តែចុងម៉ោងបាល់និយាយមកថាបាល់ counter របស់ក្រុមដាណឺម៉ាកវាយបកបានវិញមកគ្រាប់នឹងរក្សាលទ្ធផលដល់ចប់ការប្រកួតហើយយប់នេះទៀតសោតពូជឿជាក់ថា Ronaldo ប្រសិនបើគាត់មានគ្រាប់ក៏មិនមែនមានគ្រាប់ដោយបាល់បច្ចេកទេសគឺបានន័យថាគាត់មានតែពីរយ៉ាងផ្លូវគាត់ទី1បាល់តែទី2បាល់ penalty ប្រសិនបើគាត់អាចមានគ្រាប់តែបើថាបើមានគ្រាប់ដោយការប្រើបច្ចេកទេសពូដូចជាមិនមែនថាគាត់មិនទុកចិត្តគាត់ទេគាត់ថាវាតិចមែនទេទំនុកចិត្តដែលពូជឿជាក់លើគាត់ពូមើលទៅលើខ្សែការពាររបស់ដាណឺម៉ាករឹងពេកដាណឺម៉ាកធំខ្លាំងហើយចឹងពូជឿជាក់ការប្រកួតនេះគឺមិនលើសពី3គ្រាប់មិនលើស3គ្រាប់ឡើងទេបាល់នេះអាច2-1សម្រាប់ការប្រកួតជុំនេះ2-1ប៉ូទុយហ្គាល់ទៅហ្នឹងហើយ